លោកហ៊ុនសែនគម្រាមថាគ្មានមន្ត្រីជាន់ខ្ពស់បកកណ្ដាលអំណាចណាម្នាក់ហ៊ានជីករំលើងឬគល់ត្រកូលហ៊ុននោះទេលោកហ៊ុនសែនហៅលោកទឹមសុខថាជាក្មេងពីលកែមិនឡើងក្រសួងមហាផ្ទៃអះអាងថាក្រុមអ ுக ្រិតជនបង្កើតវិធីជួញដូរមនុស្សថ្មីដោយប្រើប្រាស់អាជីវកម្មបន្លំភ្នែកនៅតំបន់សេដ្ឋកិច្ចពិសេសអាជ្ញាធរជាតិអប្សរាដឹកនាំសិស្សានុសិស្សធ្វើព្យុហយាត្រាមុនចាប់ផ្ដើមពិធីបុណ្យរំលឹកគុណអង្គរកម្ពុជាមិនបានធ្វើឲ្យមានលទ្ធផលណាមួយចំពោះវិបត្តិនៅក្នុងប្រទេសភូមាឋានៈដែលកម្ពុជាជាប្រធានអាស៊ានឆ្នាំ2022នោះទេរួមនឹងកម្មវិធី Idea Talk បើជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានពិស្ដាបរិះខ្លាំងក្រាញអំណាចផ្ដាច់មុខនៅកម្ពុជាលោកហ៊ុនសែនប្រមានថាអ្នកដែលចង់ជីករំលើងឬគល់ត្រកូលហ៊ុនទាល់តែពួកគេយកឈ្នះបកប្រជាជនកម្ពុជាជាមុនសិនលោកអះអាងថាសូម្បីមន្ត្រីជាន់ខ្ពស់បកកណ្ដាលអំណាចក៏គ្មាននរណាម្នាក់ហ៊ានជីករំលើងឬគល់ត្រកូលហ៊ុននោះដែរមេដឹកនាំបែបជើងកាងដែលក្រាញអំណាចតត្រកូលរូបនេះបានលើកឡើងនៅក្នុងពិធីជួបជាមួយនឹងពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបក្នុងទីក្រុងប្រ៊ុយសែលប្រទេសបែលហ្សិកកាលពីថ្ងៃទី12ខែធ្នូឆ្នាំ2022ថាអ្នកដែលដាក់ផែនការកំទេចត្រកូលហ៊ុនគឺជាកំហុសយុទ្ធសាស្ត្រផ្នែកយុទ្ធសាស្ត្រនយោបាយមួយយ៉ាងធំសម្រាប់ពួកគេព្រោះថាត្រកូលហ៊ុនបានចាក់ឫសយ៉ាងជ្រៅក្នុងបកប្រជាជនកម្ពុជាដូច្នេះបើពួកគេចង់ផ្ដួលរំលំត្រកូលហ៊ុនទាល់តែពួកគេយកឈ្នះបកកណ្ដាលអំណាចជាមុនសិនលោកហ៊ុនសែនអះអាងថាមន្ត្រីជាន់ខ្ពស់ក្នុងគណៈបកប្រជាជនកម្ពុជាមិនគិតខ្លីរហូតដល់ថ្នាក់ចង់កំទេចជីវិតនយោបាយខ្លួនឯងដោយដាក់ផែនការកំទេចត្រកូលហ៊ុននោះទេហើយសូម្បីអនុប្រធានបកកណ្ដាលអំណាចលោកសខេងក៏មិនមានបំណងដណ្ដើមអំណាចពីត្រកូលហ៊ុននោះដែរលោកហ៊ុនសែនបញ្ជាក់ចំហថាកម្ពុជាក្រោមការដឹកនាំរបស់បកប្រជាជនកម្ពុជាដែលមានត្រកូលហ៊ុនជាអ្នកដឹកនាំនឹងមិនយកអធិបតេយ្យជាតិទៅដោះដូរជាមួយនឹងផលអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនោះទេព្រោះថាកម្ពុជាគឺជារដ្ឋឯករាជ្យមិនត្រូវការត្រួតត្រាណាមួយពីបរទេសទោះជាយ៉ាងណាក៏ដោយអនុប្រធានវេទិកាពលរដ្ឋលោកម៉ែនណាតបានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថាការប្រមានរបស់លោកហ៊ុនសែនបែបនេះគឺជាការប្រមានផ្ទៃក្នុងរបស់គណៈបកប្រជាជនកម្ពុជាតែប៉ុណ្ណោះព្រោះអ្នកដែលអាចប្រជែងអំណាចជាមួយត្រកូលហ៊ុនពិតប្រាកដនោះគឺមានតែផ្ទៃក្នុងបកកណ្ដាលអំណាចខ្លួនឯងប៉ុណ្ណោះទេលោកបន្ថែមថាក្រុមប្រឆាំងឬអ្នកវិភាគគ្មានកម្លាំងច្រើននៅក្នុងស្រុកដោយមន្ត្រីជាន់ខ្ពស់របស់បកនេះដែលកំពុងសង្ងំនៅក្នុងផ្ទៃក្នុងបករបស់ពួកគេនោះឡើយលោកម៉ែនណាតលើកឡើងថាដំណើរទស្សនកិច្ចរបស់លោកហ៊ុនសែនទៅសហគមន៍អឺរ៉ុបនៅពេលនេះគ្មានផលចំណេញសម្រាប់ជាតិនោះទេគឺមានតែបំផ្លាញជាតិតែប៉ុណ្ណោះព្រោះថាការបដិសេធទទួលយកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបដោយប្រើលេសថាដើម្បីការពារអធិបតេយ្យភាពកម្ពុជាគ្រាន់តែជាការបិទបាំងដើម្បីការពារអំណាចរបស់គាត់សម្រាប់បន្តក្នុងវងត្រកូលខ្លួនឯងតែប៉ុណ្ណោះអនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថាដើម្បីបន្តផែនការផ្ទេរអំណាចឲ្យបានសម្រេចលោកហ៊ុនសែនគ្មានការស្ទាក់ស្ទើរនៅក្នុងការប្រើអំណាចគំរាមអ្នកដែលប្រឆាំងនឹងគាត់ឡើយហើយទង្វើបែបនេះគឺផ្ទុយស្រឡះពីការចង់បានរបស់សហគមន៍អឺរ៉ុបដែលគេតែងតែទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនិងលើកស្ទួយលទ្ធិប្រជាធិបតេយ្យដើម្បីទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធឡើងវិញប៉ុន្តែបើធ្វើតាមការទាមទាររបស់សហគមន៍អឺរ៉ុបផែនការផ្ទេរអំណាចរបស់ត្រកូលហ៊ុននឹងត្រូវបរាជ័យដូច្នេះគាត់មានតែលះបង់ប្រព័ន្ធអនុគ្រោះពន្ធដែលជាផលប្រយោជន៍របស់កម្ពុជាតែប៉ុណ្ណោះអ្នកវិភាគនយោបាយសង្គមបណ្ឌិតឡើងបង្ហៃធ្លាប់អះអាងការពីពេលថ្មីនេះថាបកកណ្ដាលអំណាចនៅកម្ពុជាបច្ចុប្បន្ននេះបានក្តោបក្តាប់ស្ថាប័នរដ្ឋនិងដំណើរការប្រព្រឹត្តទៅជាក់ស្ដែងនៃស្ថាប័នទាំងអស់នេះយ៉ាងណែនដើម្បីបង្កើតនៅរបបយោធាតត្រកូលរបស់ខ្លួនជាជាងការបង្កើតរបបប្រជាធិបតេយ្យសេរីពហុបកបណ្ឌិតឡើងបង្ហាញលើកឡើងថារបបប្រជាធិបតេយ្យសេរីពហុបកដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនឹងក្លាយទៅជារបបយោធាតវងត្រកូលមិនអាចប្រកែកបានក្រោយពេលលោកហ៊ុនសែនសម្រេចតែងតាំងកូនខ្លួនឯងជាបេក្ខជននាយករដ្ឋមន្ត្រីដើម្បីស្នងអំណាចពីខ្លួនទៅថ្ងៃមុខនោះបាទលោកអ្នកនាងជាទីមេត្រីលោកហ៊ុនសែនហៅអ្នកវិភាគនយោបាយគឺលោកកឹមសុខថាជាក្មេងពីលកែមិនឡើងហើយជាអ្នកដែលតែងចិញ្ចឹមចិត្តប្រឆាំងនឹងរូបលោករហូតមកថ្លែងនៅក្នុងពិធីជួបសម្ដែងសម្ដាជាមួយនឹងពលរដ្ឋខ្មែរនៅអឺរ៉ុបនាថ្ងៃទី12ខែធ្នូម្សិលមិញលោកហ៊ុនសែនបានយកវីដេអូឃ្លីបដែលលោកកឹមសុខបានឡើងថ្លែងកាលពីអំឡុងឆ្នាំ2008ក្នុងនាមជាអ្នកតំណាងឲ្យគណៈបកនរោត្តមរណរដ្ឋថាគណៈបកនេះមិនបានដឹកនាំប្រទេសតាមជំហានគីង្គក់ដោយការអះអាងរបស់មេដឹកនាំបច្ចុប្បន្ននោះឡើយ
លោកបញ្ជាក់ថាមូលហេតុដែលអ្នកវិភាគរូបនេះលើកឡើងដូចនេះដោយសារតែកន្លងមកលោកធ្លាប់និយាយថាការដឹកនាំត្រូវធ្វើតាមជំហានគីង្គក់ដែលមិនមែនជាជំហានលោតផ្លោះនោះទេលោកហ៊ុនសែនបានថ្លែងបែបចំអកថាគណៈបកនរោត្តមរណរដ្ឋរលាយហើយសម្ដេចក្រមព្រះក៏សោយទីបង្គត់ដោយសារតែគណៈបកនេះយកលោកកឹមសុខដែលលោកហៅថាជាក្មេងពីលមកប្រើលោកចាត់ទុកសម្ដីរបស់លោកកឹមសុខលើកឡើងដោយប្រហើនបែបនេះហើយដែលនាំទៅឲ្យលោកកឹមសុខជាប់ពន្ធនាគារលោកអះអាងថាលោកកឹមសុខចិញ្ចឹមចិត្តប្រឆាំងនឹងរូបលោកតាំងពីគណៈបកនរោត្តមរណរដ្ឋនៅមានសម្ព័ន្ធភាពជាមួយគណៈបកប្រជាជនកម្ពុជាមកម្លេះលោកបានបន្ទោសសម្ដេចក្រមព្រះដែលជាព្រះប្រធានគណៈបកហ៊ុនស៊ិនប៉ិចសំទោសគណៈជាប្រធានគណៈបកនរោត្តមរណរដ្ឋនៅពេលនោះថាមិនបានប្រដៅកូនចៅទើបមានសម្ដីប្រហើនបែបនេះក្នុងពិធីនោះលោកហ៊ុនសែនក៏បានសរសើរលោកសនតារាសកម្មជនបកប្រឆាំងមួយរូបថាជាអ្នកដែលចេះវិភាគនិងប្រើពាក្យសម្ដីសមរម្យហើយមិនចេះជេរមិនចេះប្រមាថលើរូបលោកផងដែរលើពេលនេះទៅទៀតលោកហ៊ុនសែនក៏បានផ្ដាំនិងណែនាំលោកសនតារាកុំឲ្យយកត្រកូលហ៊ុនធ្វើជាសត្រូវដោយសារតែត្រកូលហ៊ុនមានបញ្ញវន្តច្រើនណាស់និងមានចំនួនច្រើនទៀតផងទោះជាយ៉ាងណាក៏ដោយលោកកឹមសុខបានប្រាប់សារព័ត៌មាននៅ Cambodia Daily នៅមុនការផ្សាយនេះបន្តិចថាមូលហេតុដែលលោកហ៊ុនសែនខឹងនឹងលោកជាខ្លាំងដោយសារតែលោកនៅតែរំលឹកពាក្យសន្យាដែលមេដឹកនាំរូបនេះបានប្រកាសជាសាធារណៈកាលពីថ្ងៃទី16ខែសីហាឆ្នាំ2020ថានឹងយកយន្តហោះទៅដឹកលោកដើម្បីយកមកធ្វើបាតកម្មអហិង្សាដោយសុវត្ថិភាពលោកកឹមសុខអះអាងថាលោកហ៊ុនសែនខឹងនឹងលោកដោយសារតែលោកបានដាក់លក្ខខណ្ឌថ្មីដោយឲ្យទម្លាក់បទចោទប្រកាន់ទាំងអស់ដើម្បីឲ្យលោកអាចមកចូលរួមធ្វើបាតកម្មអហិង្សាជាមួយនឹងពលរដ្ឋប្រសិនបើលោកហ៊ុនសែនពិបាកនឹងយកយន្តហោះមកដឹកលោកពីប្រទេសហ្វាំងឡង់នោះលោកកឹមសុខបញ្ជាក់ថាការរំលឹកដដែលនេះបានធ្វើឲ្យលោកហ៊ុនសែនខឹងសម្បាស្របពេលដែលលោកមិនបានគោរពនិងធ្វើតាមការសន្យារបស់ខ្លួនរឿងយកយន្តហោះមកដឹកលោកគណៈលក្ខខណ្ឌថ្មីដែលលោកទាមទារឲ្យទម្លាក់បទចោទប្រកាន់ទាំងអស់លោកហ៊ុនសែនក៏មិនហ៊ានឆ្លើយតបដែរនោះលោកបានឲ្យដឹងទៀតថាមូលហេតុមួយទៀតគឺលោកហ៊ុនសែនអាចស្រាវជ្រាវសកម្មភាពកន្លងមករបស់លោកទោះបីជានៅជាមួយនឹងក្រុមណានិងអ្នកណាក៏ដោយនៅតែរក្សាឧត្តមគតិព្រមទាំងសកម្មភាពជាក់ស្ដែងប្រឆាំងនឹងពួកកុម្មុយនីសហើយគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យលោកថាចំណុចនេះហើយដែលធ្វើឲ្យលោកហ៊ុនសែនខឹងស្របពេលដែលលោកហ៊ុនសែនកំពុងបារម្ភជាខ្លាំងខ្លាចប៉ះពាល់ដល់នយោបាយអ្នកចំនួនក្រោយរបស់បកប្រជាជនកម្ពុជាជាពិសេសលោកហ៊ុនម៉ាណែតតែម្ដងបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី9ខែធ្នូឲ្យដឹងថាលោកហ៊ុនសែនដែលជាប្រធានអាស៊ានឆ្នាំ2022បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមនិងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានសហភាពអឺរ៉ុបកិច្ចប្រជុំនេះធ្វើឡើងដើម្បីអបអរសាទរខួបលើកទី45នៃទំនាក់ទំនងដៃគូសន្តិនិកអាស៊ានសហភាពអឺរ៉ុបនិងធ្វើជាសហប្រធាននៃកិច្ចប្រជុំជាមួយនឹងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel នៅថ្ងៃទី14ខែធ្នូឆ្នាំ2022នៅក្នុងទីក្រុង Brussels សេចក្តីប្រកាសព័ត៌មានបន្តទៀតថានៅមុនចូលរួមកិច្ចប្រជុំកម្ពុជារំលឹកខួបលោកហ៊ុនសែននឹងទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារាំងហើយប្រធានាធិបតីនៃសាធារណរដ្ឋបារាំងលោក Emmanuel Macron នឹងទទួលស្វាគមន៍នាយករដ្ឋមន្ត្រីកម្ពុជានៅឯវិមាន Elysee Palace ហើយនឹងមានការរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសទៀតផង